20ចំណុចគុំដែលប៉ាម៉ាក់សម័យថ្មីមិនគួរធ្វើដាក់កូនតូចអាយុក្រោម1ឆ្នាំទី1កុំឲ្យទារកផឹកទឹកមុនអាយុ6ខែដោយសារតែក្នុងទឹកដោះម្ដាយឬទឹកដោះគោមានជាតិទឹកច្រើនជាង 80% អញ្ចឹងវាគ្រប់គ្រាន់ក្នុងការផ្ដល់ជាតិទឹកនិងសារធាតុចិញ្ចឹមដល់ទារកទី2កុំឲ្យទារកញ៉ាំទឹកឃ្មុំមុនអាយុ1ឆ្នាំដោយសារតែក្នុងទឹកឃ្មុំគឺមានបាក់តេរីម្យ៉ាងដែលមានឈ្មោះថា Clostridium botulinum ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់កូនតូចទី3កុំឲ្យទារកញ៉ាំបាយឬអាហារបន្ថែមមុនអាយុ6ខែដោយសារតែប្រព័ន្ធរំលាយអាហាររបស់ទារកនៅខ្ចីការញ៉ាំអាហារមុនអាយុ6ខែអាចធ្វើឲ្យកាត់អាការៈហើមពោះឬទល់លាមកជាដើមទី4កុំដាក់ខ្នើយភួយឬតុក្កតានៅក្នុងគ្រែទារកដោយសារតែទារកនៅតូចគឺគាត់មិនអាចបង្វិលខ្លួនឬរើក្បាលដោយខ្លួនឯងបានទេហើយរបស់ទាំងអស់នឹងហើយដែលអាចបង្កឲ្យគាត់ថប់ដង្ហើមបានទី5កុំដាក់ទារកគេងកាប់មុខដោយសារតែទារកនៅតូចគាត់មិនអាចដោះខ្លួនបានហើយវាអាចនឹងប្រឈមនឹងការថប់ដង្ហើមបានទី6កុំទុកទារកនៅលើគ្រែឬសូហ្វាដោយគ្មានអ្នកមើលពីព្រោះទារកអាចរើហើយរមៀលធ្លាក់បានទី7កុំងូតទឹកឲ្យទារកដោយទឹកត្រជាក់ឬក្តៅខ្លាំងពេកជាទូទៅសីតុណ្ហភាពទឹកសមរម្យគឺចន្លោះពី37ទៅ38អង្សាសេទី8កុំរុំឬស្លៀកពាក់ឲ្យទារកក្រាស់ពេកដើម្បីជៀសវាងសភាពក្តៅខ្លាំងក្នុងខ្លួនឬ overheating ទី9កុំប្រើផលិតផលដែលមានក្លិនខ្លាំងដូចជាទឹកអប់ឬទឹកអាល់កុលជាដើមដោយសារតែទារកមានស្បែកខ្ចីអាចបង្កឲ្យមានបញ្ហាស្បែកបានទី10កុំប្រើម្សៅលាបនៅលើស្បែកទារកដោយសារម្សៅវាអាចហុយចូលទៅតាមច្រមុះហើយអាចប៉ះពាល់ដល់សួតរបស់ទារកបាន